គ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះអេដមីនមានសាច់រឿងថ្មីមួយបន្ទាប់ពីបាត់មុខមួយរយៈអញ្ចឹងទេចង់ដឹងថាសាច់រឿងមានលក្ខណៈបែបណាសូមបងប្អូនរីករាយស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាសាច់រឿងរបស់បងស្រីម្នាក់ដែលគាត់បានលែងលះប្តីរបស់គាត់នឹងបានរយៈពេល2ឆ្នាំហើយថ្ងៃមួយហ្នឹងគឺគាត់បានលេង TikTok ទៅគាត់ក៏បានអូសទៅចំពីថាបរិះម្នាក់ហ្នឹងគាត់គឺជាអ្នកលក់សេវាកម្មបម្រើចែមីម៉ាយអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅគាត់ក៏បានតាក់ទងតាម TikTok ហ្នឹងហើយក៏ណាត់គ្នាដើម្បីជួបគ្នាអញ្ចឹងណាហើយបងស្រីហ្នឹងគាត់លែងលះជាមួយប្តីគាត់ហ្នឹងបានរយៈពេល2ឆ្នាំហើយហាក់បីដូចជារៀងជូរមាត់បន្តិចដែរអញ្ចឹងណាអញ្ចឹងទេគាត់ក៏បាននិយាយតាក់ទងជាមួយនឹងបរិះម្នាក់ហ្នឹងតាម TikTok អញ្ចឹងតែហើយគាត់ថាពេលដែលគាត់ជួបគ្នាហ្នឹងគឺជួបនៅផ្ទះសំណាក់ដែលគាត់បានទៅចាំគេមុនទៀតគាត់និយាយអញ្ចឹងណាដោយសារតែគាត់លក្ខណៈថាមីម៉ាយយូរដែរអញ្ចឹងណាវារៀងជួបមាត់អញ្ចឹងទៅនៅពេលដែលគាត់បានជួបគ្នាអញ្ចឹងទៅពួកគាត់ក៏បានសាសងគ្នាឲ្យចុះឡើងអញ្ចឹងទៅហើយគាត់ក៏ឲ្យបរិះហ្នឹងបដោះទុកឲ្យគាត់អញ្ចឹងណាហើយគាត់ថាបរិះម្នាក់ហ្នឹងរៀងក្មេងដែរប្រហែលជាអាយុ26 27ហើយបងស្រីហ្នឹងគឺគាត់មានអាយុ34 35ហើយអញ្ចឹងគឺប្អូនគាត់អញ្ចឹងណាហើយណាមួយបងស្រីគាត់ជាអ្នកមេម៉ាយមែនប៉ុន្តែគាត់មានលុយកាក់អីធូធាមធ្យមដែរអញ្ចឹងគាត់អាចបំពេញនៅក្តីសុខរបស់ខ្លួនឯងបានតាមរយៈទឹកលុយរបស់គាត់អញ្ចឹងទៅហើយគាត់ពេលដែលជួបកំឡោះម្នាក់ហ្នឹងគឺពួកគាត់ហ្នឹងក៏បានបំពេញក្តីសុខអញ្ចឹងណាដោយសារតែបរិះម្នាក់ហ្នឹងគេជាអ្នកបម្រើនៅសេវាកម្មហ្នឹងហើយបងស្រីហ្នឹងគឺគាត់ត្រូវការអញ្ចឹងក៏គាត់ឲ្យគេហ្នឹងកំដរគាត់អីចឹងទៅគាត់ថាកំឡោះម្នាក់ហ្នឹងជំនាញរបស់គេហ្នឹងគឺខ្លាំងដែលគាត់មិននឹកស្មានថាគាត់អាចជួបនៅអញ្ចឹងណាព្រោះដោយសារការដែលគាត់នៅជាមួយនឹងគ្រួសារគាត់មុនហ្នឹងគឺអត់បានអញ្ចឹងទេគាត់ទៅពេលគាត់និយាយថាគាត់និយាយដើមអតីតរបស់គាត់មុនគាត់ថាប្តីរបស់គាត់មុនហ្នឹងពេលខ្លះគាត់តែមិនទាន់បានធ្វើអីផងហ្នឹងស្រាប់តែបាក់កបាត់ហើយទុនលងបាត់ហើយអញ្ចឹងណាគាត់ថាគាត់កំពុងតែមានអារម្មណ៍មានអីជាមួយអញ្ចឹងខាងប្តីគាត់ហ្នឹងគឺទៅជាលែងមានអារម្មណ៍វិញអញ្ចឹងដូច្នេះគាត់ថាគាត់ពិបាកមែនតើនៅជាមួយគ្នាប៉ុន្តែវាអត់មានក្តីសុខខាងរឿងអញ្ចឹងណាហើយទៅពេលអញ្ចឹងទៅគាត់ហ្នឹងនិយាយថាកំឡោះម្នាក់ហ្នឹងគឺគេជំនាញហើយគេក៏មានកម្លាំងខ្លាំងជាងណាមួយនិករាជរបស់កំឡោះម្នាក់ហ្នឹងក៏គេធំជាងដែរអញ្ចឹងណាអញ្ចឹងទេវាធ្វើឲ្យគាត់ហ្នឹងគឺថាមានក្តីសុខខ្លាំងមែនតើហើយគាត់ថាពេលដែលគាត់ជួបកំឡោះម្នាក់ហ្នឹងហើយគាត់ថាថ្ងៃក្រោយនឹងជួបទៀតអញ្ចឹងព្រោះដោយសារតែវាគាត់ទទួលបានអារម្មណ៍មួយដែលធ្វើឲ្យគាត់ហ្នឹងលែងមានភាពលក្ខណៈថាស្មុគស្មាញនៅក្នុងចិត្តអីចឹងវាជ្រះស្រឡះអញ្ចឹងណាគាត់និយាយមកអញ្ចឹងគាត់ថាវាជាក្តីសុខដែលគាត់អត់ដែលបានទទួលកាលពីដែលគាត់នៅជាមួយនឹងប្តីគាត់មុនទេហើយគាត់និយាយថាគាត់និយាយដោយមិនខ្មាស់អៀនណាគាត់ថាពេលដែលនៅជាមួយកំឡោះហ្នឹងគឺគាត់លក្ខណៈថាគាត់មានក្តីសុខពេញលេញណាដោយសារតែអ្នកកំឡោះហ្នឹងគេចេះថ្នាក់ថ្នមគាត់គេចេះលួងលោមបបោះអែលគាត់អញ្ចឹងទៅធ្វើឲ្យគាត់នេះលក្ខណៈថាបែកពីប្តីរៀងយូរដែរអញ្ចឹងទេវាធ្វើឲ្យគាត់មានអារម្មណ៍មួយដែលថាកក់ក្ដៅជាងមុនអញ្ចឹងទៅហើយបងស្រីគាត់ថាគាត់នឹងណាត់ជួបបរិះម្នាក់នឹងភាសាទៀតនៅថ្ងៃណាមួយអញ្ចឹងទៅហើយបងស្រីគាត់យកសាច់រឿងរបស់គាត់នេះមកប្រាប់ខ្ញុំទាំងគាត់ថាមិនលាក់បាំងអីទេព្រោះដោយសារថាវាជាក្តីសុខពិតប្រាកដដែលគាត់បានជួបអញ្ចឹងគាត់អត់ខ្លាចអីនឹងថាបង្ហាញទេអញ្ចឹងសាច់រឿងរបស់គាត់គឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាបើមានចំណុចខ្វះខាតត្រង់ណាមិនសមរម្យអីសូមបងប្អូនអធិស្ឋានជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀតសូមអរគុណសូមជម្រាបលា